ចាជាសួរបងប្អូនចូលឆ្នាំបានតលេងខាងណាខ្លះបងប្អូនខាងខ្ញុំវិញខ្ញុំបានតលេងខាងកំពង់ចាមខាងនោះគឺសាសបូលាមែនតើបងប្អូនអើយថ្ងៃនេះក៏បានចង់ណែនាំបងប្អូនពីរបៀបឆាលៀសពីខាងខេត្តកំពង់ចាមទាំងអស់គ្នាដល់បងប្អូនអូយនិយាយថាលៀសខាងកំពង់ចាមគឺថាល្អមែនតើហ្មងបងប្អូននេះមើលថាធំល្អណាស់បងប្អូនអើយគឺហើយមកមើលគ្រឿងផ្សំទាំងអស់គ្នាគឺថាមានខ្ញីជាណាយើងហាន់ល្អិតបែបហ្នឹងមកខ្ញីយើងហាន់បែបបដ អញ្ចឹងមកណាបងប្អូនហើយសាច់ជ្រូកគឺថាខ្ញុំយកប្រភេទសាច់សុទ្ធយកមកចិញ្ច្រាំវាក្កិនវាឲ្យម៉ត់បងប្អូនបើសិនជាបងប្អូនមានប្រភេទជាសាច់3ជាន់ណាឆ្ងាញ់ជាងបងប្អូនតែខ្ញុំអត់មានខ្ញុំក៏ប្រើជាសាច់សុទ្ធចឹងទៅសម្រាប់សាច់សុទ្ធនេះដាក់ផងដែរគឺថាខ្ញុំកិនឲ្យវាម៉ត់បែបហ្នឹងចឹងមកបងប្អូនហើយបានយើងឆាទៅវាឆ្ងាញ់ដែរហើយយើងកិនបែបហ្នឹងមកគឺយើងដួសដាក់ចានទុកមួយឡែកសិនហើយបន្ទាប់មកទៀតចាំយើងទៅឆាគ្រឿងទាំងអស់គ្នាគឺបំពងគឺយើងដាក់ខ្ទះឲ្យក្តៅមកហើយដាក់ប្រេងស្ដែកមកគឺដាក់ខ្ទឹមឲ្យឆាឲ្យឈ្ងុយចឹងមកហើយខ្ញុំប្រើជាប្រភេទស្ករត្នោតមួយស្លាបព្រាយើងលីងវាឲ្យវាឡើងរៀងក្រហមឆ្អិនស្ករបន្តិចមកហើយចាំយើងដាក់ទឹកត្រីបងប្អូនសម្រាប់ទឹកត្រីផងដែរគឺសិតតាយកពីខាងកំពង់ចាមមកទាំងអស់បងប្អូនហើយបានទៅដល់ខាងនោះហើយគឺថាយកមកតាមខ្លួនមកទាំងអស់តែម្ដងហើយតោះមកចាំយើងចាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំរបស់យើងណាសាច់ជ្រូកនេះខ្ញុំកិននាងម៉ត់បន្តិចឲ្យបងប្អូនអើយពិបាកឆាវាស្អិតហ្មងណាចង់ទៅដូចជាប្រហិតអីហ្នឹងហើយយើងឆាយើងឆ្អិនមកល្មមប៉ុណ្ណឹងមកយើងដាក់ប៊ីចេងកន្លះស្លាបព្រាហើយត្រង់នេះដែរយើងត្រូវដាក់អំបិលមួយស្លាបព្រាទៀតបងប្អូនដោយសារខ្ញុំថតទៅវាដាច់វីដេអូដាក់អំបិលចូលហើយឆារៀងឆ្អិនចាំយើងចាក់ទឹកចូលបងប្អូនគឺយើងធ្វើដូចជាស៊ុបលៀសចឹងបងប្អូនអ្នកខាងហ្នឹងគឺធ្វើហ្នឹងគេហៅឆាលៀសខាងកំពង់ចាមបងប្អូនខ្ញុំទៅនឹងចាប់ផ្ដើមរៀនធ្វើលើកទី1ដែរតែរសជាតិគេឆ្ងាញ់បងប្អូនសាករៀនធ្វើតាមខ្ញុំឆ្ងាញ់មួយយ៉ាងដែរមកបែបខាងអ្នកខាងកំពង់ចាមបងប្អូនអ្នកខាងកំពង់ចាមអីគាត់ឃើញគាត់ដឹងហើយឆាលៀសគឺគេធ្វើបែបហ្នឹងអញ្ចឹងណាហើយយើងដាក់ទឹកនឹងមកឲ្យវារៀងពុះមកល្មមយើងបាំងខ្ញីជាមួយនឹងទឹកស៊ុបនឹងឲ្យវារៀងឆ្អិនចូលគ្នាជាមួយសាច់ជ្រូកនឹងឲ្យរៀងមានឲ្យវាឆ្អិនណានិយាយទៅឲ្យវាឆ្អិនរៀងពុះចឹងមកបងប្អូនបន្ទាប់មកទៀតគឺចាំយើងចាក់លៀសនឹងចូលហើយជាការស្រេចឲ្យបងប្អូនគឺថាឆាលៀសខាងបែបខាងនោះចឹងស្រួលបងប្អូនហើយឆ្ងាញ់ទៀតបានទឹកស៊ុបហត់ទៀតហើយយើងត្រឡប់លាចូលឡើងធ្វើមិនឲ្យលានឹងវាហាមាត់ទាំងអស់មកណាយើងកូរវាបងប្អូនអត់បាច់កូរក៏បានដែរតែខ្ញុំចង់ឲ្យវាហាមាត់ឲ្យបានធ្វើមិនទាំងអស់ចឹងហ្មងហើយដល់ពេលលះយើងវាឆ្អិនហាមាត់អីអស់ហើយតាមយើងដាក់ស្លឹកជីបងប្អូនអាហ្នឹងស្លឹកជីអាណាបងប្អូនអាជីស្លឹករៀងវែងរៀងដូចអាណាបងប្អូនហ្នឹងហើយអញ្ចឹងហើយជាការស្រេចបាត់ដែរលឿនសឹងអីហើយយើងដួសដាក់ចានដែលកតិចមកគឺថារសជាតិឆ្ងាញ់មួយបែបដែរបងប្អូនសាករៀនធ្វើតាមខ្ញុំសាកមើលទៅឆ្ងាញ់ហើយយើងបានទឹកស៊ុបវារៀងហត់ទៀតហើយទឹកស៊ុបនឹងឈ្ងុយណាបងប្អូនពេលដែលខ្ញុំមិនដែរធ្វើទេតែដល់ពេលខ្ញុំធ្វើហើយខ្ញុំមានអារម្មណ៍ថាវាឈ្ងុយលៀននឹងជាមួយនឹងសាច់ជ្រូកអញ្ច្រាំហើយនឹងជីអាណានឹងអរគុណបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់កុំភ្លេចជួយ like និង follow ផងអរគុណ